នេះគឺជាតងឯងសុំបេតតងកាន់តែនាងចិត្តធ្វើដែរគឺប្រកាសណាពេលមុនពេទ្យដែលលោកយាយជួយចូលសំណាក់នោះខ្ញុំឃើញជាងធ្វើពីដើមដល់ចប់ហើយខ្លប់ដូចជួយប្រហែលដងទៀតផងឲ្យមើលចុះរុនសងខាងនៅត្រង់នោះហើយរកគល់ឈើមួយដើមទៀតដំនៅត្រង់នោះចាំពេលដល់ពួកយើងធ្វើកៅអីតងរួចហើយដាក់ធ្នើមួយនៅខាងលើទៀតហើយរកដើមពណ៌ខ្លះមកដាំមើលពេលជប់គឺស្អាតណាស់អង្គុយនៅលើតងមើលប្រចាំស្រុកខ្លួនណាពួកអញកំពុងធ្វើអីហ្នឹងពួកអញកំពុងធ្វើអីហ្នឹងអ្នកនាងកំពុងតែធ្វើតងអ្នកស្រីមើលចាស់នេះអ្នកនាងកំពុងតែធ្វើតងអញជាមនុស្សស្រីម្នាក់មិនមែនជាជាងឈើទេបើអញចង់យកចិត្តទុកដាក់លេងសាច់យកទៅទុកនៅក្នុងការរៀនសូត្រពាក់កណ្ដាលទេម៉ែមិនបាច់បារម្ភពីអញទេឯងនៅមានពេលមកលេងសាច់នៅទីនេះទៀតមើលទៅមកពីអាំសភៅមិនតាន់ច្រើនទេម៉ែនឹងផ្ដែផ្ដាំឲ្យគេយកសភៅខ្លះទៀតយកមកឲ្យឯងថែមទៀតចាប់ពីថ្ងៃស្អែកទៅរាល់ថ្ងៃឯងត្រូវទៅបន្ទប់របស់ម៉ែមើលសភៅគឺនៅក្បែរឯងជានិច្ចម៉ែមិនឲ្យឯងទៅណាទេអ្នកម៉ែពេលនេះខ្ញុំមិនតាន់ចាអសរច្រើនទេពេលនេះក៏ឲ្យអានសភៅក្បួនតម្រាដូចជានិទាសាសពេកហើយអត់ទេពុកឯងសរសើរឯងថាឯងឆ្លាតណាស់ប្រាប់ភ្លាមក៏ចេះហើយប្រកាសជារៀនចេះលឿនជាងអ្នកផ្សេងទៅទៀតបើឯងមិនចង់រៀនទេនោះកុំចាំងចាក់ចេញពីមាត់ទ្វារធំរបស់គ្រួសារឆឹងឲ្យសោះអ្នកម៉ែសម្លឹងមើលលើកចុងក្រោយនេះគឺមានន័យថាម៉េចគឺមើលទៅសរសើរអ្នកនាងធ្វើបានល្អហើយយ៉ាកូនប្រុសឯងត្រឡប់មកវិញហើយអាយ៉ាមកប្រចាំផងអ្នកម៉ែកូនប្រុសរបស់ម៉ែឯងមកវិញហើយកូនដែលគ្មានមនសិការឯងនេះឯងមកវិញហើយម៉ែនឹកឯងខ្លាំងណាស់អ្នកដែលដឹងគឺកូនប្រុសមកវិញហើយអ្នកដែលមិនដឹងស្មានថាគូស្នេហ៍មកវិញទៀតផងទឹកមុខរបស់អញផ្លាស់លឿនដល់ហើយប្រយ័ត្នផងណាម៉ែកំពុងតែសម្លឹងមើលឯងណាលោកជាអ្នកណាខ្ញុំជានរណាមិនសុខានទេតែខ្ញុំរាប់រៀមដៃជិះដឹងថាថ្ងៃនេះឯងប្រហែលជាត្រូវពីនៃ
ហេតុអីខ្ញុំត្រូវពីណីទៅ អូយក ុំមកភ័យនានីវអសោះណានានីវបងចុះបងប្រុសឯង សំក្របបងទី2សំក្របបងទី3 អេមិនគេឯងដឹងថាបងជាបងទី2របស់ឯងមិនមែនជាបងប្រុសធំ ដូចជាបងទី3អញ្ចឹងតូទីដឹងគឺដូចជាបងទី3អញ្ចឹងខ្ញុំមិនតន់និយាយផងក៏ដឹងថាខ្ញុំជាអ្នកណាទៅហើយ នេះចាប់បាច់ទូទាយដែរហើយមើលតាមអាយុនឹងការតបតែងខ្លួនមិនមែនជាឯងគឺយ៉ាងហើយយ៉ាងមិនអាចមកចូលរួមភាពអ៊ូអបបែបនេះទេ តាមប៉ិនខ្ញុំក៏មិនទូទីដឹងដែរខ្ញុំលើថាបងប្រុសធំគឺជាអ្នកប្រាជ្ញដែលមានរឹកពីអារម្មណ៍តបនៅលើភ្នំប៉ៃលូពេលនេះធ្វើជាទីប្រឹក្សានៅក្នុងជួរកងទ័ពហើយបងទី2គឺជាមេតបដែលអង្គឯងមិនធម្មតាម្នាក់រូបរាងទន់ខ្សែបែបនេះប្រកាសជាបងទី3ហើយ ឯង លើនេះប្អូនទី3រកដៃគូបានហើយនានីវប្អូនជាងសំដីក៏មិនអន់ជាងឯងបន្តិចនោះដែរ ប្រយ័ត្នបន្តិចទៅមិនមែនសម្លឹ បង ងមើល ទី ពួក 3 យើង មិន ទេ ក៏ហក់ខ្ញុំទេពេលនេះអ្នកម៉ែ ពួកឯងមកវិញមិនតន់ទៅជម្រាបសួរលោកយាយទេនានីវឯងក៏ទៅជម្រាបសួរលោកពូទី3ឯងដែរណា បាទ បាន សំក្របទី3ហើយយ៉ាសំអាយ៉ាចៅប្រុសរបស់យាយចៅប្រុសអាយ៉ាអាយ៉ាហើយយ៉ាឯងគឺអាសុងហ៎ លោកយាយខ្ញុំគឺសាវកង ឯខ្ញុំគឺអាស អាពិតជាល្អណាស់តែអាយ៉ាតែមើលទៅមនុស្សប្រុសរបស់គ្រួសារយើងគឺតិចពេកហើយប្រុសបើឯងត្រូវខំប្រឹងបន្តទៀតបន្តិចទៀតហូបនំដុតបានច្រើនហូបឆ្អែតមានកម្លាំងបកកើតចៅប្រុសឲ្យគ្រួសារឆឹងជើងទៀត នៅចំពោះមុខក្មេងៗតើម៉ែនិយាយស្អីហ្នឹង ខ្ពស់យ៉ាងនេះសំជាកូនប្រុសល្អរបស់គ្រួសារឆឹងយើងមែន ជម្រាបសួរអ្នកមីងទី3ទេ មែនទេបីជំរាបសួរពិតជាឆ្លៀសវៃដោយអ្នកបងនិយាយមែន គេឯងឆ្លៀសវៃហួសហេតុពេកយ៉ាងកំពុងតែរងចាំចាស់ទុំនៅខាងក្នុងគេបាច់ជាគ្មានរបៀបរត់ចេញមកមុនទៅវិញ កូនស្រីគួរតែរស់រវើកបន្តិចល្អជាងបងប្រុសនៅក្នុងសំណាក់មែនទេអញ្ចឹងពួកយើងឆាប់ចូលទៅកុំឲ្យក៏រងចាំយូរពេក ល្អអ្នកម៉ែចូលទៅក្នុងផ្ទះវិញទៅ ត្រូវហើយប្រុសបើទៅវិញទៅហូបនំដុតជាមួយគ្នាអ្នកម៉ែរៀបចំមកឯងរួចហើយនៅមានទឹកដោះគោជូរនិងអាហារឆ្ងាញ់ជាច្រើនទៀតហូបឲ្យច្រើនបន្តិចទៅ អ្នកម៉ែប្រយ័ត្នផងណា ល្អបងប្រុសទាំងពីរចាត់ការណាម៉ែមានវិធីល្អអ្វីដែរទេម្លាក់បាំងទេខ្ញុំបានធ្វើជក់ក្បាល3មួយដើម ពិតជាមានរបស់ល្អទាំងនេះមែនណានាងមិនអាចលាក់ទុកទៅម្នាក់ឯងបានទេណា ចាំនិយាយប្រាប់ខ្ញុំផង គឺងាយស្រួលណាពេលដែលម៉ែពីនៃឯងនោះឯងធ្វើពុកជាឈឺទៅ ហាងាយស្រួលពេលដែលម៉ែស្ដីឲ្យគេនោះគឺឈ្ងោកក្បាលចុះទុកថាស្ដាប់មិនលឺជេររួចហើយងើក្បាលនិយាយតែមួយម៉ាត់អ្នកម៉ែខ្ញុំខុស នៅមានអ្វីទៀតតែនិយាយមក នៅមានទៀត មកលើកឡើងអាយ៉ាប្រុសបើកូនប្រុសម៉ែនឹកឯងខ្លាំងណាស់អាយ៉ាក្រែងឯងចូលចិត្តផឹកទឹកដោះគោជូរណាស់ហ៎ប្រុសបើណែម៉ែកំដៅឲ្យឯងរួចហើយឆាប់ភ្លក់មើលទៅ ដោះ មកហាមាត់ទៅទៅជេរក៏មិនចូលចិត្តមីងទី3ដែរ មីងទី3ពូទី3សូមស្ដីតដឹងដល់ខ្លួនឯងគឺជាកូនស្រីរបស់ម្ចាស់ភ្នំនៅភ្នំប៉ាយលូតាមពិតមង្គលការនេះគ្រួសាររបស់យើងតោងគេតែលោកយាយនៅតែយល់ថាមីងទី3បន្សំនឹងពូទី3ដដែល
ប្រហែលជាត្រូវរកទេពធីតានឹងស្រីស្អាតម្នាក់មករៀបការជាមួយពូទី3ហើយទៅនិយាយឲ្យសប្បាយចិត្តបានពូទី2ការកាប់ខ្លួនអញជាង10ឆ្នាំគឺព្រោះតែកាត់ដោះគ្រួសារតែនិយាយវិញមិនចេះស្ដាយសំណោះអីតិចសោះគេឯងនិយាយថាមនុស្សក្នុងលោកឃើញតែប្រយោជន៍តែអ្នកណាដឹងថាធ្វើជាឪពុកម្ដាយក៏អាចមានពេលដែលឃើញតែប្រយោជន៍របស់កូនដែរបើឪពុកម្ដាយចំពោះកូនក៏មើលតែសម្បកក្រៅឃើញតែប្រយោជន៍ដែរនោះខ្ញុំដែលជាកូនចៅហេតុអីក៏ត្រូវគ្រប់គាត់ទេពួកឯងលឹបលោកសុកសៀវនឹងទានអ្នកណាទៀតហើយនិយាយទៅអ្នកម៉ែអំបញ្ញមិញខ្ញុំសួរប៉ោលត្រីគឺជាកូនភ្លោះមួយគូច្បាស់ណាស់មិនក៏មានរូបរាងមកដូចគ្នាមែនហើយពួកយើងពីរនាក់មកជុលគ្នាក៏មិនស្អាតដូចជានេះនេះដែរនេះខានជួបគ្នាច្រើនឆ្នាំបងប្រុសបានយកអាហារនិងរបស់លេងច្រើនណាពួកឯងកុំគិតពីនាវអីយ៉ាងក៏ជាប្អូនស្រីរបស់ពួកឯងដែរអំណាចជួបមុខគ្នាក៏មិនអាចខ្វះបានដែរណាខ្ញុំមើលទៅក៏ល្ងាចដែរហើយអ្នកម៉ែក៏គួរតែចាប់សម្រាកបន្តិចដែរហើយម៉ែមិនទាន់ស្វឹងផងហេតុអីត្រូវចាប់សម្រាកទៅម៉ែនឹងប្រុសពៅនៅមានរឿងជាច្រើនដែលចង់និយាយគ្នាទៀតម៉ែខ្ញុំធ្វើដំណើរប្រហែលថ្ងៃមិនដែលបានដីស្រួលទេហើយយ៉ាហ្នឹងហ៎អូនប្រុសបងជូនឯងទៅប្រទីសម្រាប់ចុះបាទទេម៉ែជូនប្រុសពៅទៅដោយផ្ទាល់កូនប្រុសចូលមកញ៉ាត់ផងដុតផាហើយទៅមើលអំស្រីធំមិញទី3យ៉ាងការងារទាំងអស់នេះឲ្យអ្នកបម្រើធ្វើទៅបានហើយឯងឆាប់ទៅសម្រាប់ចាស់ថ្ងៃនេះឯងនឿយហត់ហើយខ្ញុំមិនហត់ទេអំស្រីគឺហត់ជាងខ្ញុំទៅទៀតអំស្រីជាចាក់ខ្ញុំផ្ដាល់អាការខ្ញុំរៀបចំផ្ទះខ្ញុំប្រកាសជាធ្វើឲ្យបានល្អហើយខ្ញុំមិនធ្វើឲ្យអស់សង្ឃឹមទេទឹកចិត្តរបស់ឯងដឹងហើយឆាប់ទៅសម្រាប់ចាស់ណាចាហើយបើនាវគិតបានប្រាក់កណ្ដាលយ៉ាងនោះខ្ញុំក៏មិនបាច់បារម្ភដែរវិធីចូលឆ្នាំនេះក៏យ៉ាងជាអ្នករៀបចំដោយផ្ទាល់ពេលនេះរៀបចំសែនបពៈបរោះខ្ញុំក៏ខ្លាចគេធ្វើមិនបានទៀតស្មានមកដល់ថាគេធ្វើបានសោះនេះទៅជាគំរូរបស់ស្រីកមុំទាំងអស់គ្នាហេគេដែលតបងប្រាននិយាយមិញនេះអញ្ចឹងស្ពានអាធំមួយនោះយ៉ាងសុភាពរៀបសារនាវមានភាពរស់រវើកពួកគេល្អរៀងខ្លួនអ្នកបងមិនអាចចិត្តតែសរសើរយ៉ាងហើយបងអាប់នាវបានទេបងមិនដែលរអៀលចិត្តទេអ្នកណាធ្វើបានល្អបងសរសើរអ្នកនោះអ្នកណាឲ្យយ៉ាងចេះកិនឲ្យបងយកសមត្ថភាពនៅក្នុងខ្លួនបង្រៀនគេឲ្យអស់គេយល់ព្រមយ៉ាងនេះហេតុអីក៏បងមិនបង្រៀនគេត្រូវតែកាត់តម្រូវទម្លាប់ដែលត្រូវតែគោលការណ៍បង្រៀនគេនោះចេញឲ្យអស់សិនចាំនិយាយពីរឿងរៀនធ្វើការទៀតសូម្បីតែរបៀបធ្វើជាមនុស្សក៏មិនចេះដែរមិននឹងអាចរៀនពីរបៀបគ្រួសារបានទេផៅគ្មានអីល្អមើលទេខ្ញុំទៅវិញហើយថ្ងៃចូលឆ្នាំថ្មីជួបជុំគ្នាថ្ងៃនេះសូមអ្នកទាំងអស់គ្នាកុំប្រកាន់នឹងទំនៀមទម្លាប់នៅពេលធម្មតាផឹកស្រាច្រើនបន្តិចទៅ
ជួយសូមត្រឡប់មកវិញហើយព្រះនាងអ៊ីឆាងរងចាំគេមកវិញចាំមើលនៅឆ្នាំនេះសម្ដេចអាចមានលៀបពីរចូលផ្ទះហើយ មកអ្នកទាំងអស់គ្នាគឺពួកយើងលើកពេកឡើងគឺដើម្បីមង្គលការរបស់ជឿសង្ឃជឿសង្ឃមិននៅរំលឹកដល់មង្គលការរបស់ឯងទៀតផងណមកអង្គុយមកខ្ញុំទទួលរាជសារពីព្រះអង្គបើជួបជុំជាមួយនឹងសម្ដេចឆឹងយ៉ាងពួកលោកអាចបន្ធូរអារម្មណ៍បានហើយខ្ញុំឈរនៅទីនេះកុំដល់អ្នកទាំងអស់គ្នាហូបអាហារព្រះនាងអ៊ីឆាងមកដល់ថ្វាយបង្គំព្រះនាងអ៊ីឆាង លោកមេតាប់លីង ខ្ញុំនៅមានការងារទៀតមិនកំដរអ្នកទាំងអស់គ្នាឆ្លងឆ្នាំទេ ជឿសង្ឃผมទេសារវល់យ៉ាងណាក៏ត្រូវទៅហូបអីសិនដែរមិននឹងអាចធ្វើការទឹកឃ្លានបានទៅ មែនហើយជឿសឹងប៉ុន្តែអ៊ីឆាំងចង់ណាត់ឯងទៅដើរលេងជាមួយគ្នាទៀតផងឯងកុំបដិសេធអីសោះ ជឿសង្ឃរឿងមង្គលការត្រូវស្ដាប់តាមឪពុកម្ដាយnữaពួកយើងនៅអាចធ្វើបាបឯងទេ វិញជាពុំដែរអញ្ចឹងសូមសួរថាម្ដាយខ្ញុំនៅណាទៅតើទុកគេជាអ្វីដែរទេព្រះនាងនៅចំពោះមុខអ្នកទាំងគ្នាទូមង្គមនឹងនិយាយប្រាប់ដល់ព្រះនាងឲ្យបានច្បាស់លាស់ប្រពន្ធដែលទូមង្គមចង់បានគឺជួបគ្នាភ្លាមនោះដឹងថាជាគេហើយជាតិនេះបេះដូងជារបស់តែគេម្នាក់ប៉ុណ្ណោះបើរកមនុស្សស្រីបែបនេះមិនឃើញទេនោះទូមង្គមមិនរៀបការអស់មួយជីវិតចំណែកព្រះនាងមិនមែនជាមនុស្សម្នាក់នោះទេអ្នកប្រុសជាងគៀងគុំដល់ចេញអត់ហើយអ្នកបម្រើដែលមកថ្មីមិនស្គាល់ពីនៃព្យួរជាងគៀងគុំនៅថ្ងៃចូលឆ្នាំលោកសេរីភ័យខ្លាំងណាស់នេះជាថាគូឆឹងមានភ្លើងឆេះលោឡាពេញមួយចិត្តហើយ អ្នកប្រុសក៏មិនទាន់ហូបអីដែរត្រូវការកម្ដៅបាញ់មហូបផ្លាត់ទេ មិនចាំបាញ់ហូបមិនចូលឆាប់ឡើងតែយកជាគៀងគុំដែលនៅក្នុងសំណាក់ស៊ីជីងចុងយកមកខ្ញុំភ្លាម បាទ ជាងគៀងគុំរបស់ទៀមដំដៃយ៉ាងម៉េចខ្ញុំចាំបានថា តែជាគៀងគុំរបស់ទៀមផ្សេងទៀតសិតតែធ្វើអំពីឆ្អឹងរិស័យតែជាគៀងគុំដែលនៅក្នុងទៀមស៊ីជីងចុងគឺនៅបាតខាងក្រោមគឺសិតតែជាដែកដែលយកមកខ្ទប់ជាមួយនឹងចង្កៀងគោមចង្កៀងគោមធម្មតាគ្មានថ្វីដៃនោះទេ
តែជាគៀងគុំរបស់ស៊ីជីនចុងហេតុที่เขาផ្លាច់គេព្រោះតែគេធ្វើដោយផ្ទាល់ដៃ គេជាអ្នកដំដាច់ម្នាក់ធ្វើជាគៀងគុំធ្វើអីទៅ ថ្ងៃនោះនៅក្នុងបន្ទប់សម្ងាត់ពួកជឿរកមិនឃើញដំរីអ្វីនោះទេគឺព្រោះតែគេបានយកដំរីទាំងអស់លាក់ទុកនៅក្នុងបន្លែរបស់ពួកជើងហើយយើងក៏មើលរំលងនោះគឺជាចង្កៀងគុំដែលយកមកបំភ្លឺនៅពេលរាត្រី ព្រះនាងតិចណាស់បំណួរទេព្រះនាងទេចាំនៅក្នុងរទេះសិនទៅ ព្រោះតែគេកិច្ចពីខ្ញុំមិននៅកន្លែងអ៊ូអចោះមកកន្លែងស្ងាត់ជ្ងំបែបនេះយកល្អពួកយើងចូលទៅខាងក្នុងទៅចូលទៅខាងក្នុងក៏បានដែរណាតើតែ ព្រះនាង ទូបង្គំមិនមែនបាញ់ត្រង់បែបនេះរាល់លើកនោះទេ ដោយសារតែខ្ញុំអ្នកប្រតិ11មិនទាន់បានហូបអីផងក៏ចាក់ចេញទៅខ្ញុំរអៀសខ្លួនទៅមករកលោកប្រហែលបានចង្គៀងកុំលោកមេតបលីងទំនេរដែរទេចង្គៀងកុំនេះគឺខ្ញុំធ្វើដោយផ្ទាល់ដៃណាមិនថាលោកមេតបទៅឬក៏អត់ទេក៏ខ្ញុំអាចរងចាំនៅក្នុងពិធីបុណ្យដែរ អ្នកប្រុសនេះជាចង្កៀងគុំដែលនៅក្នុងបន្ទប់សម្ងាត់របស់ស៊ីជីងចុងគ្មានអ្វីខុសប្រក្រតីទេ អ្នកប្រុសព្រះនាងអ៊ីឆាំងពិតជាមានចិត្តស្មោះចំពោះលោកណាមើលអក្សរដែលនៅលើចង្គៀងគុំចុះមានស្រីស្អាតម្នាក់ជួបហើយមិនអាចភ្លេចបានណែខ្ញុំនិយាយថាចង្គៀងគុំនៅក្នុងពិធីបុណ្យសិតតែមានគូទាំងអស់ហ្នឹងណា មានគូមែនដែរទេស៊ីជីងចុងពិតជាកញ្ជ្រោងកញ្ចាស់មែនគេយកដំរីលាក់នៅក្នុងចង្គៀងគុំបើសិនជាពេលនេះអ្នកតែងចង់តាក់ទងគ្នាគឺគ្រាន់តែបន្សល់ទុកចង្គៀងគុំមួយគូវាគឺអាចផ្ដោតដំណឹងឲ្យគ្នា បនចង្គៀងគុំនេះពួកយើងក៏ត្រូវដែរ នេះដូចជាបន្ទប់របស់មនុស្សស្រីត្រង់ណាទៅក្រៅពីសភៅហើយនៅតែជាសភៅដូចជាក្រោកសត្វពេកហើយ សិភៅទាំងអស់នេះគឺលោកពុករកមកយ៉ាងលំបាកមានប្រាក់ក៏ទិញមិនបានដែរក្រកសັບត្រង់ណាទៅម៉ែដោះហត់ពេញមួយថ្ងៃហើយចាប់ទៅសម្រាប់ចាស់ អ្នកនាងគឺចេះគិតពេកហើយបែបនេះជាមិនផុតថាអាចចាញ់ប្រៀបគេនោះទេពេលអ្នកស្រីត្រូវត្រកូលសៀវបញ្ជូនទៅគ្រួសារឆឹងវិញក៏គ្មានអ្នកណាការពារអ្នកនាងដែរបើមិនដណ្ដើមអញ្ចឹងថ្ងៃក្រោយរត់តែចាញ់ប្រៀបគេថែមទៀតអ្នកម៉ែត្រឡប់ទៅគ្រួសារកើវិញគឺគាត់ជាអ្នកខុសមុនអ៊ំស្រីចំពោះខ្ញុំស្និទ្ធស្នាលជាងនាវនាវទៅទៀតការស្លៀកពាក់ហូបចុកគឺល្អគ្រប់យ៉ាងចាញ់គ្នាត្រង់ណាទេមិនអាចចាញ់នោះទេ នេះគឺຕົកថាល្អហើយហ៎ អ
អ្នកស្រីធំមិននិយាយអ្វីដែរទេអ្នកស្រីធំផ្ដាំថាខ្វះខាតអ្វីគឺទៅបើកពីឃ្លាំងចុះគេពូកែធ្វើជាមនុស្សមែនលោកស្រីរបស់ពូយើងគឺស្អប់ស្រីស្រឡាញ់ប្រុសកូនប្រុសរបស់គ្រួសារធំមកវិញហើយថែមទាំងលោកម្ចាស់ជីជាសាច់ក្នុងបាត់ដៃលោកស្រីទៀតនៅក្នុងសំណាក់មិនដែលមានកន្លែងជ្រកករបស់អ្នកនាងយើងទៀតទៅពេលនេះគ្រួសារទី2អ្នកសម្រេចការម្នាក់ក៏គ្មានដែរថ្ងៃក្រោយគឺគ្មានកន្លែងជ្រកករបស់ពួកយើងទេគ្រប់យ៉ាងគួរដណ្ដើមគឺដណ្ដើមត្រូវធ្វើជាខ្លាំងតាំងពីដំបូងពួកគេមិនហ៊ានធ្វើបាបពួកយើងទៀតទេមកមើលបងប្រុសទៅពេលបានរៀបចំមកវិញជូនឯងទៅមកបងប្រាទាំងពីរប្រហែលជាយកទ្រព្យសម្បត្តិឲ្យខ្ញុំអស់ហើយមែនទេខ្ញុំគួរតែតបស្នងអ្វីជូនបងវិញទៅតែពួកបងក៏ដឹងដែរប្រហែលឆ្នាំនេះខ្ញុំនៅក្នុងផ្ទះក៏គ្មានប្រាក់អីដែរអេខ្ញុំយកកណ្ដុបដែលខ្ញុំចាក់ឲ្យពួកបងម្នាក់មួយល្អអត់ទេឲ្យបងទី2ចាឈឿនអំណោយគឺនិយាយពីទឹកចិត្តនាងឲ្យទឹកចិត្តមកបងពេញចិត្តខ្លាំងណាស់នេះឯងមកមើលរបស់នេះសិនមកនេះជាអ្វីទៅសៀវភៅទាំងអស់នេះល្អមើលជាងសៀវភៅដែលអ្នកម៉ែឲ្យមើលឆ្ងាញ់ណាហាត់អក្សរតាមក្បួនខាងលើច្បាស់ជាលឿនជាងបងទី2របស់នេះបានមកពីណាទៅល្អបំផុតហើយឆ្នាំនោះបងទី2ឯងក៏មិនចង់រៀនសូត្រដែរហើយបងធំនោះគឺព្រោះតែបើរៀនបងប្រាធំប៉ាត់ជាល្អមែនរបស់នេះក៏ល្អដែរពេលដែលចាប់ផ្ដើមដឹងក្តីនោះមីងទី2និយាយថាមិនអាចជែកជាយពេកទេបញ្ជាឲ្យខ្ញុំយកសៀវភៅដែលសរសេររួចលាងឲ្យស្អាតហាលស្ងួតហើយយកទៅឆ្អើឲ្យស្ងួតហើយយកមកចងខ្សែប្រាប់បន្តទៀតមិនបានប្រហែលថ្ងៃផងក្បាច់ទាំងអស់ចាំប្រដេកប្រដាស់មែនគ្រួសារយើងមិននឹងខ្វះប្រាក់ប៉ុណ្្នឹងទៅរាល់ឆ្នាំនេះលោកពុកអ្នកម៉ែបញ្ជូនប្រាក់ទាំងហឹបទៅក្នុងផ្ទះគឺមានគ្រាឈប់ត្រីរាល់ថ្ងៃក៏គ្រប់ដែរបែរជាអាក្រក់ចំពោះឯងយ៉ាងនេះឯងទុកចិត្តចុះថ្ងៃក្រោយខ្វះខាតអ្វីប្រាប់បងមកទោះបីជាថ្ងៃលើមួយក៏បងអាចយកឲ្យឯងដែរណានាវនេះជាសភៅដែលឯងនិយាយថាលៀងហើយយកមកប្រើវិញនោះមែនទេឯងមើលនៅមានតុកសភៅនេះទៀតនោះគឺសារពីបងចដូនមួយនេះគឺជាតុករបស់កុមារច្បាស់ណាស់ពេលនេះឯងធំហើយណាវាតូចទៀតផងណាមែនទេខ្ញុំមិនចាប់អារម្មណ៍ទេមកប្រភេទធម្មតាឯងទម្លាប់ប្រើហើយហើយនេះទើបយល់ថាមិនអីកុំលេងរបស់នេះអីអញ្ចឹងចាំបងទី3បង្រៀនឯងទៀតឆ្នាំនោះបងធំជូនតុកសៀវភៅដែលមានរូបឈឺលីងឲ្យឯងពេលនេះបងក៏មិនប្រើដែរឯងយកវាទៅប្រើទៅបានណាឯងប្រើយ៉ាងម៉េចក៏សុខចិត្តឯងអរគុណបងទី3មិនបាច់អរគុណអីទេបងនឹងឲ្យមនុស្សយកមកឲ្យឯងព្រាមសំខាន់បងទេលៀនហ្វាំងឯងទៅយកមកចាមកបងទី3បង្រៀនឯងលេងអានេះអូប្រយ័ត្នផងណាបងស្រីលៀនហ្វាំងអេបងលៀនហ្វាំងបងយកតុកធំយ៉ាងនេះចង់ទៅណានឹងអ្នកប្រុសទី3បានជូនតុកសភៅនេះដល់អ្នកនាងរបស់ខ្ញុំគាត់ថាអាណិតប្អូនស្រីរៀនសូត្រគឺចង់ឲ្យគាត់អង្គុយឲ្យបានស្រួលតែងតុកនេះពិតជាស្អាតមែនបងស្រីលៀនហ្វាំងថ្មីនេះអ្នកនាងខ្ញុំក៏ចង់ធ្វើតុកសៀវភៅថ្មីដែរតែខ្ញុំមិនដឹងថារូបភាពបែបណាស្អាតទេមិនដឹងថាតើអារំខានបងលើកតុកនេះទៅបន្ទប់របស់អ្នកនាងខ្ញុំឲ្យគាត់មើលរួចហើយពីយើងធ្វើតាមមួយទៀតល្អដែរទេអញ្ចឹងឯងសួរត្រូវមនុស្សហើយតុកសភៅនេះគឺពេលនោះអ្នកប្រធមគឺឲ្យគេធ្វើឲ្យអ្នកប្រុសទី3រូបរាងកម្រជុំណាចា
ដូចជាមិនគួរសំពេកហើយយ៉ាងតការរបស់ទីមនេះឯងធ្លាប់ជួបទីថ្ងៃក្រោយមានអ្វីដែលមិនយល់គួរទៅសួរពួកគេទៅបានហើយចាអរគុណអ៊ំស្រី លៀនហ្វាំងនឹងឆាងភូវាយគ្នានៅក្នុងសំណាក់ហើយឯងប្រកាសជាធ្វើបានអ្នកស្រីធំអ្នកនាងអ្នកស្រីធំខំអប់រំដល់លំបាកបែបនេះយ៉ាងណាក៏ត្រូវទៅសំណាក់យើងពិសាតែដែរកុំពិបាកអីមិននឹងអាចសំណាក់គោរពអ្នកធំជន់អ្នកទីបគ្មានអ្នកណាចង់មកទេអ្នកនាងនៅតែម្នាក់ឯងគ្មានទីពំនាក់ទេគាត់ក៏មិនចូលចិត្តរៀបរាប់ទុកលំបាកទៀតចង់រកមនុស្សនិយាយពាក្យក្នុងចិត្តម្នាក់ក៏មិនថាគួររកអ្នកណាដែរស្ដាប់តាមមកដោះអីអ៊ំហាត់ពេញមួយថ្ងៃហើយឆាប់ទៅសម្រាប់ទេថ្ងៃនេះអ៊ំពិតជាមិនហាត់ទេគឺទៅក្នុងបន្ទប់ឯងផឹកតែមកពេញចឹងគឺល្អខ្លាំងណាស់ដាប់ទៅឈប់ផ្លឹកធ្វើអីទេឯងជាអ្នកវាយមុននេះគឺជារបស់អ្នកនេះខ្ញុំទេអ្នករបស់ខ្ញុំគឺគ្មានទេអញ្ចឹងឯងទៅសួរអ្នកប្រតិបត្តិទេនេះគឺជារបស់អ្នកនេះយើងហើយចាំជាប្រទេសផ្ដាស់មែនឯងវាយគេហើយនៅមានហាត់ផលអីទៀតទេអូយតាធ្វើស្អីហ្នឹងឈប់ភ្លាមលៀនហ្វាំងអ្នកណាឯងវាយគេឆាំងភូឯងកំពុងធ្វើអីហ្នឹងអាយ៉ាតើយ៉ាងម៉េចនឹងឆាំងភូអញឆាប់ដឹងខ្លួនឡើងឆាំងភូខ្ញុំមិនបានប្រាស់កម្លាំងខ្លាំងទេឆាំងភូអញឆាប់ដឹងខ្លួនឡើងឆាប់ដឹងខ្លួនឡើងឆាំងភូឆាប់ដឹងខ្លួនឡើងឆាំងភូហេតុអីក៏លៀនហ្វាំងតាមមកវិញទៀតអញ្ចឹងនេះក៏មិនឆ្ងាយពីបន្ទប់របស់ម៉ងទី3ដែរប្រហែលជាលួចខ្ជិលនៅណាហើយមិនអាចទេលៀនហ្វាំងមិនជាមនុស្សបែបនេះទេលៀនហ្វាំងស្លូតបត់ត្រឹមត្រូវណាម្យ៉ាងទៀតពួកបងមិនដឹងទេឆ្នាំនោះបើកំតលៀនហ្វាំងនៅមើលថែខ្ញុំមិននឹងរស់មកដល់ថ្ងៃនេះទេ